កុំបារម្ភវានឹងល្អជួយបងចូលឌីក្តៅខ្លួនខ្លាំងខ្ញុំនាំនាងទៅមន្ទីរពេទ្យទៅទីនោះឥឡូវនិយាយជាមួយគ្រូពេទ្យខ្ញុំមិនមែនគ្រូពេទ្យទេខ្ញុំទៅនៅទីនោះមានប្រយោជន៍អ្វីអ្នកជាម្ដាយបែបណាថែមទាំងមើលថែកូនខ្លួនឯងមិនបានទេអ្នកណាហៅមកម៉ោងនេះកុំអើពើនាងមិនអីទេសួស្ដីលោកទៅមន្ទីរពេទ្យកុមារកូនខ្ញុំក្តៅខ្លួនខ្លាំងប្រញាប់ផងលោកខ្ញុំពិតជាសុំទោសទូរស័ព្ទខ្ញុំអស់ថ្មតើខ្ញុំអាចសុំថ្លៃឈ្នួលបានទេពេលលេខ្ញុំសុំទោសណាស់លោកខ្ញុំគិតថានេះជាឡានជួលហេតុអ្វីអ្នកមិនឲ្យលេខទូរស័ព្ទមកខ្ញុំនឹងតាក់ទងពេលទូរស័ព្ទខ្ញុំប្រើបានវិញចេញទៅក្នុង10វិនាទីអរគុណម្នាក់ទៀតព្យាយាមចូលមកជាមួយល្បិចដដែលមានដំណឹងអ្វីពីអ្នកបរិច្ចាគតម្រងនំខ្ញុំលោកហាតកំពុងដំណើរការយើងនឹងបានវាក្នុង3ថ្ងៃកូនខ្ញុំក្តៅខ្លួនយើងត្រូវការបន្ទុកសង្គ្រោះបន្ទាន់ហ្វេឡុកអញទូរស័ព្ទមកខ្ញុំជាង30ដងហើយអីយ៉ាងហ្នឹងរឿងអីហ្នឹងចូលប៊ីកាតហឺតទៀតហើយនាងត្រូវការ$1000សម្រាប់ព្យាបាលខ្ញុំគ្មានអ្វីនៅសល់ទេឯងសុំលុយខ្ញុំចិញ្ចឹមឯង2នាក់មកហើយឯងមកសុំទៀតឯងដឹងច្បាស់ណាស់ថាកូនអីនោះជារបស់អ្នកណាយើងលេងលះគ្នាទៅចូលឌីនៅជាមួយខ្ញុំលេងណានេះជាកិច្ចព្រមព្រៀងលេងលះចុះហត្ថលេខាឯងរស់នៅលើខ្ញុំជាច្រើនឆ្នាំហើយឥឡូវឯងចង់លេងលេះគ្នាទៀតខ្ញុំថាខ្ញុំចង់លេងលេះហេសំឡាញ់កាបូបនោះថ្លៃជាង$500,000បន្តិចទេខ្ញុំនឹងទិញឲ្យឯងនៅឲ្យល្អគាត់ឲ្យខ្ញុំ$1000ក្នុងមួយខែតែគាត់ចាយ$500,000លើកាបូបរបស់ស្រីផ្សេងដោយមិនស្ទាក់ស្ទើរអ្នកស្រីលុបវិក័យបាតុភេទរបស់អ្នកកំពុងកើនឡើងបើអ្នកមិនបង់លុយលើកនេះទេមន្ទីរពេទ្យនឹងចាត់វិធានការ3ថ្ងៃឲ្យខ្ញុំ3ថ្ងៃខ្ញុំនឹងរកលុយបានសួស្តីសូមមើលបញ្ជីថ្មីរបស់យើងខ្ញុំខ្វះ$800វានឹងរួចរាល់នៅថ្ងៃស្អែក
លោកឯងទៅណែបាត់ឯងគិតថាឯងអាចធ្វើខុសជាមួយគ្នាវាទៅលើលោកហានេះហើយអ្នកបំរើដែលខ្ញុំបាននិយាយនាងចេះភាសាផ្សេង គឺនាងគឺគាត់អ្នកទៀតហើយដូច្នេះអ្នកចេះភាសាផ្សេង សួស្ដីអ្នកទាំងអស់ សួស្ដីអ្នកនៅទីនេះអ្នកឯទៀតចេញទៅដំបងល្បិចអាណិតឥឡូវល្បិចពូកែវប្បធម៌អ្នកពោពេញទៅដោយល្បិច លោក អ្នកស្រី Davis អ្នកត្រូវបណ្ដេញចេញអ្នកហ៊ានប្រឆាំងលោកហេតុនេះជាកំហុសរបស់អ្នក លោកហាតខ្ញុំមិនស្គាល់គាត់ទេអ្នកស្រី Davis សូមខ្ញុំស្បថាខ្ញុំមិនស្គាល់លោកហាតទេខ្ញុំពិតជាត្រូវការងារនេះណាស់សូមកុំបណ្ដេញខ្ញុំចេញសូមអ្នកស្រី Davis សន្តិសុខនាំនាងចេញពីទីនេះនាងមិនដឹងខណៈខ្លួនទេ ល្អខ្ញុំនឹងធ្វើការសាកល្បងនេះជាវិធីតែមួយគត់ដែលខ្ញុំអាចរកបាន$1,000 ឥឡូវនេះសំឡាញ់ការជួបជុំអតីតនិស្សិតនឹងមកដល់ប៉ុន្មានថ្ងៃទៀតតើអ្នកនៅតែយកឲ្យខ្ញុំខ្សែថ្មីដែលអ្នកសន្យាទេ ពិតប្រាកដណាស់$60,000សម្រាប់ខ្សែមួយគឺមិនអីទេអ្វីក៏ដោយដែលអ្នកចង់បានវាជារបស់អ្នក សំឡាញ់តើអ្នកឃើញអ្វីនៅក្នុងនាងហេតុអ្វីបានជាអ្នកនៅជាមួយនាងតើអ្នកមិនអាចទុកនាងចោលបានទេ នោះគឺគួរឲ្យអស់សំណើចនាងមិនធ្វើឲ្យខ្ញុំខាតប្រាក់1 សេនទេ បើខ្ញុំរៀបការជាមួយអ្នកតើខ្ញុំត្រូវធ្វើដូចនាងទេ ពិតជាមិនមែនអ្នកគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតខ្ញុំមិនដែលធ្វើបែបនោះចំពោះអ្នកទេទុកឲ្យនាងដោះស្រាយរឿងទាំងអស់នោះវិញ តើនេះមិនច្រើនពេកទេនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពូលហើយចេះនិយាយភាសាជាច្រើនតើអ្នកមិនអាណិតនាងទេ ទោះបីជានាងមានទេពកោសល្យក៏ដោយនាងនៅតែត្រូវធ្វើម្ហូបឲ្យខ្ញុំនៅផ្ទះ អ្នកត្រូវបានបណ្ដេញចេញចូលដឹងខណៈរបស់ខ្លួនខ្ញុំអាចដឹងច្បាស់ថាអ្នកកំពុងធ្វើអ្វី ខ្ញុំនឹងដាក់ទូរស័ព្ទមើលអ្នកយកអាហារមកឲ្យខ្ញុំម្ដងនេះអីឯងឈួតទេ ចូលចិត្តទេមាននៅសល់ច្រើនទៀត ឯងឈួតហើយឯងពិបាកណាស់ $1,000 ក្នុងមួយខែគឺជាអ្វីដែលខ្ញុំទទួលពីអ្នកតែអ្នកចំណាយរាប់លានលើការបូកនិងខ្សែសម្រាប់ស្ត្រីផ្សេង Kevin Jane កុំភ្លេចអ្នកណាដែលជួយអ្នកឲ្យមកទីនេះគេកែវ ខ្ញុំនៅទីនេះហ្វេអ្នកគ្រប់គ្រងខ្ញុំថាបើអ្នកបរិច្ចាគក្រលៀនវានឹងធានាអនាគតខ្ញុំនៅក្រុមហ៊ុនហាតខ្ញុំដឹងថាវាមិនយុត្តិធម៌សម្រាប់អ្នក មិនអីទេកែវគ្រូពេទ្យថាខ្ញុំអាចរស់នៅបានល្អជាមួយក្រលៀនមួយបើវាមានន័យថាអាជីពអ្នកមានសុវត្ថិភាពខ្ញុំមិនខ្វល់ទេ តើខ្ញុំបង្ខំអ្នកឲ្យធ្វើវាទេអ្នកជាអ្នកជ្រើសរើសបន្ទោសខ្លួនឯងដែលលះបង់ខ្លាំងពេក Kevin Jane ហេតុអីអ្នកធ្វើបែបនេះដាក់ខ្ញុំធ្វើមិនបានក ុំសាកសំណាងខ្ញុំចំណាយគ្រប់យ៉ាងរយៈពេល5ឆ្នាំកុំលោភលន់ លោកហាត់អ្វីគ្រប់យ៉ាងដែលអ្នកសុំគឺរួចរាល់អ្នកម្ដងទៀតអ្នកថានេះមិនមែនចិត្តណាទេ ចេតនាខ្ញុំគ្រាន់តែបញ្ជូនអាហារ
បញ្ជូនអាហារដំបូងអ្នកលេងល្បិចអាណិតបន្ទាប់មកអ្នកធ្វើពុតជាអ្នកបម្រើឥឡូវអ្នកជាអ្នកបញ្ជូនអ្នកអស់សង្ឃឹមចង់មករកខ្ញុំណាស់មែន មិនមែនទេ ម្ដងគឺជាចៃដន្យពីរដងប្រហែលជាសំណាង3ដងនោះគឺជាចេតនា លោកខ្ញុំមិនដឹងថាអ្នកមានន័យអីអ្នកកំពុងសរសើរខ្លួនឯង ស្ងៀមតើអ្នកដឹងទេថាអ្នកកំពុងនិយាយជាមួយអ្នកណាខ្ញុំបានឃើញស្ត្រីជាច្រើនដូចអ្នកតែងតែគិតល្បិច ខ្ញុំបានឃើញបរោះក្រអឺតក្រទុំនិងបរោះស្រឡាញ់ខ្លួនឯងដូចអ្នកដែរអ្នកទាំងពីរគួរតែពិនិត្យឲ្យក្បាលអ្នក អ្នក ការបញ្ជាទិញយឺតខ្ញុំត្រូវប្រញាប់សុំទោស លោកហាត់នាងពិតជាបាននិយាយថាលោកឈួតខ្ញុំនឹងធ្វើឲ្យនាងបាត់កុំខ្វល់មើលនាងឲ្យចិត្តកុំឲ្យនាងទៅកន្លែងណាដែលមិនគួរយល់ហើយ តពេលសម្ដែងហើយការដឹកជញ្ជូនសម្រាប់លេខដែលបញ្ចប់ 5735 ហ្វេឡុកសង្ឃឹមថាអ្នកចូលចិត្តការភ្ញាក់ផ្អើលតូចដែលខ្ញុំរៀបចំ យើងនៅក្នុងពិធីជួបជុំដ៏ថ្លៃថ្នូរអ្នកណាបញ្ជាទិញដឹកជញ្ជូន ពិតប្រាកដខ្ញុំហើយអរគុណសម្រាប់ការដឹកជញ្ជូនអូមិនឆ្ងល់ទេដែលអ្នកមើលទៅស្គាល់អ្នកធ្លាប់រៀននៅសាកលវិទ្យាល័យយើងអ្នកគឺហ្វេឡុកអតីតមហាក្សត្រីសាកលវិទ្យាល័យ អូយល់ហើយនាងជាប់លេខ1ក្នុងមុខជំនាញរៀងរាល់ឆ្នាំឈ្នះអាហារូបករណ៍ទាំងអស់និយាយភាសាបានច្រើន នឹងហើយឬតើនាងមិនបានលួចគូស្នេហ៍របស់ Stacy ពីមុនចោលគាត់ព្រោះក្រោះបន្ទាប់មករៀបការជាមួយ Kevin Kane អ្នកគ្រប់គ្រងគម្រោងម្នាក់នៅក្រុមហ៊ុន Hardcore ការិយាល័យសាខាយូរហើយអូហ្វេហេតុអ្វីបានជាអ្នកស្លៀកឯកសណ្ឋានដឹកជញ្ជូនអ្នកធ្លាប់ជាតារាល្បីនៅសាកលវិទ្យាល័យ Axton ធ្វើម៉េចមកដល់នឹង គេថានាងមិនបានធ្វើការងារពិតប្រាកដអស់ច្រើនឆ្នាំទីថានេះជាអ្វីដែលនៅសល់ អ្នកស្រីជូនការដឹកជញ្ជូនរបស់អ្នកមកដល់ហើយចាំមានបញ្ហាអ្វីគ្មានអ្វីយើងមិនបានជួបអ្នកយូរណាស់ហើយអ្នកមិននៅស្នាក់ទេហើយជំរាបសួរសុំទោសខ្ញុំកំពុងធ្វើការចាំអ្នកដឹងទេថាខ្ញុំបានដេកជាមួយ Kevin អស់រយៈពេល3ឆ្នាំមែនទេឯងលួចប្រុសខ្ញុំយកប្តីឯងវាជារឿងធម្មតាទេខ្ញុំមើលថា Kevin ឲ្យឯងតែ$1000ក្នុងមួយខែខ្សែកនេះនិងការបូកនេះជាង$1 លានប្តីឯងចំណាយទាំងអស់នេះខ្ញុំស្ទើរតែអាណិតឯងហើយមើលឯងទៅឯងធ្វើម៉េចឲ្យខ្លួនឯងមកដល់នឹងវាគួរឲ្យអាណិតណាស់អង្គុយអង្វរនៅជើងប្តីឯងហើយនៅខ្សោយមិនហ៊ានចាក់ចេញឯងនៅតែប្រកាន់អ្វីទៀតអ្នកស្រីជូនឯងចប់ហើយខ្ញុំត្រូវត្រឡប់ទៅធ្វើការវិញមើលនឹងទៅខ្ញុំបានសុំឲ្យនាងចូលរួមជាមួយយើងហើយនាងក៏ដើរចេញទៅហ្វេឯងគិតថាឯងល្អពេកមិនអាចអង្គុយជាមួយយើងឥឡូវឯងគ្រាន់តែធ្វើការដឹកជញ្ជូនទេបោះបង់ចោលអាកប្បកិរិយានោះទៅ ពិតមែន ប្រាប់ខ្ញុំនាងសំនឹងការវាយតម្លៃមួយផ្កាយឬខ្ញុំគួរតែរាយការណ៍នាង Stacy ការរាយការណ៍នាងមិនសប្បាយទេតោះធ្វើឲ្យវាកាន់តែលយ Stacy ចូលគ្រប់គ្រាន់ហើយតែខ្ញុំបានបញ្ជាទិញនោះសម្រាប់ឯងគិតថាឯងអាចប្រើវាដើម្បីបង្កើនកម្លាំងហេតុអ្វីឯងមិនញ៉ាំទៅខំមួយមាត់ឯងមិនទៅយកកូនស្រីឯងទេខ្ញុំមានអាឡែវីនឹងអាហារសមុទ្រតែបើខ្ញុំបាត់ការងារនេះទៀតជូឌីអូខេ
Phê, ta nẹ trời nhằm vì đời rồi biệp nà. Đôi nét đà rạp nà khnyom nhằm vì. Dương mình ấy tế. Mơ niềng nâng nhằm pi còng đầy. Ta niềng rùm lực nẹ pi ở vậy.ឆ្កែវង្វេង Nẹ nì dây trờ, nâng hời. Cron tay nhằm vì thôn. Bần thêm sra bần tịch. Vừa ở vì miên rù chiếc. អ្នកស្រីចូលបន្ថែមការតេះពី3ដងផងនេះនឹងក្លាយជាអាហារសម្រន់របស់យើងនឹងហៅវាថាពិសេសសម្រាប់ដៃ5 ខ្ញុំចូលចិត្តវា នាងបំផ្លាញបរិយាកាសបង្រៀននាងមេរៀនមួយដើម្បីឲ្យនាងចងចាំ តោះមើលថាតើអ្នកអាចទ្រាំបានប៉ុន្មានផឹកបន្តទៅហេតុអីឈប់ឥឡូវនេះថ្លៃធ្នូពេកហើយឬផឹក ផឹកប្រញាប់ឡើងឆាប់ឡើងផឹកផឹកតែសំឡេងទាំងអស់នេះជាអ្វីមានដំណឹងពីអ្នកបរិច្ចាគទេយប់នេះយើងនឹងដឹងព័ត៌មានថ្មី ហេតុអ្វីឈប់ឥឡូវឯងថ្លៃធ្នូពេកហើយប្រញាប់ឡើង ខ្ញុំនឹងទៅមើលអញ្ចឹងទៅផឹកផឹកសំឡេងអីនេះ លោកអាតលឺភ្ញាក់ផ្អើលណាស់អ្នករាល់គ្នានេះគឺលោករនអាតលឺជាដៃស្ដាំរបស់លោកហាតនៅក្រុមហ៊ុនហាត ខ្ញុំធ្លាប់ទៅថាពេលនិយាយពីកិច្ចព្រមព្រៀងក្រៅប្រទេសចលនាមួយរបស់គាត់ធ្វើឲ្យអ្វីប្រែប្រួល ក្រុមហ៊ុនហាតកាន់កាប់អាជីវកម្មក្រៅប្រទេសទាំងអស់របស់ Exton នោះជាឥទ្ធិពលពិតប្រាកដ មានរឿងអីនៅទីនេះ នាងមកពីមហាវិទ្យាល័យយើងហ្វេឡកយើងទើបតែលេងសើចគ្នានាងភ័យហើយក្រឡាប់តោចាស់ត្រូវហើយនាងសុំស្រាបន្ទាប់មកនាងស្រវឹងហើយវង្វេង លោកហាត់កំពុងសម្រាកនៅជាន់ទី 2 បើគេរំខានគាត់គុំសង្ឃឹមថារឿងនេះនឹងបញ្ចប់ល្អ យល់ហើយស្ដេស៊ីលោកអាចលើមកតែដោយសារហ្វេឯងមិនគិតថាគេ នាង លោកអាចលើរមុខតែសម្រាប់ហ្វេអ្នកមិនគិតថាគេឈប់សមអូឈប់អ្នកមិនឃើញទេរបៀបដែលលោកអាចលើរប្រព្រឹត្តចំពោះហ្វេខ្ញុំថាហ្វេមិនស្លូតដូចដែលនាងធ្វើពុតខ្ញុំមិនស្គាល់លោកអាចលើសោះអ្នកមិនស្គាល់គាត់ហើយគាត់ឲ្យការពិសេសដល់អ្នកហើយបើអ្នកពិតជាស្គាល់គាត់អ្នកប្រហែលជានៅលើក្រែលោកហាត់ហើយហ្វេលោកហើយអ្វីបានជាឯងតែងតែលួចយកអ្វីដែលជារបស់ខ្ញុំស្ដេស៊ីខ្ញុំនិយាយម្ដងទៀតខ្ញុំមិនស្គាល់មិត្តប្រុសរបស់អ្នកខ្ញុំមិនដែលដេញតាមអ្វីដែលជារបស់អ្នកទេស្ដេស៊ីអ្នកឈួតហើយឬប្រហែលជាខ្ញុំឈួតបើមិនមែនដោយសារអ្នកខ្ញុំមិនបានខ្លាចជាមនុស្សគេសើចចំអកទេគ្រូមិនបានមើលងាយខ្ញុំទេហើយមនុស្សតែម្នាក់តែខ្ញុំយកចិត្តទុកដាក់មិនបានធ្វើឲ្យខ្ញុំអាម៉ាស់មុខទេពេលលោកខ្ញុំស្អប់ឯងហេតុអ្វីបានជាអ្វីតែងតែធ្លាក់មកក្នុងដៃឯងខ្ញុំស្អប់ឯង លោកហាត់យើងរកឃើញអ្នកបរិច្ចាគតម្រងនំឲ្យអ្នកហើយនេះជាឯកសាររបស់នាង នាង ពេលលោកខ្ញុំស្អប់ឯងហេតុអីគ្រប់យ៉ាងធ្លាក់មកលើឯងយ៉ាងងាយខ្ញុំស្អប់ឯង
Stacy ប្រហែលជាឈប់សិននាងចិត្តដួលសន្លប់ហើយ ដួលសន្លប់នោះហើយជាអ្វីដែលខ្ញុំចង់បាន Faye មើលឯងទៅសូម្បីតែពេលឯងគ្មានតម្លៃគេនៅតែលោតចូលការពារឯងខ្ញុំស្អប់មុខឯងនឹងថ្ងៃនេះខ្ញុំនឹងបំផ្លាញវា ខ្ញុំប្រឈមឯង លោកហាតអ្វីដែលនាំលោកមកទីនេះបើលោកត្រូវការអ្វីមួយលោកអាចប្រាប់លោកអាភ្លឺហើយឲ្យគាត់បញ្ជូនមកពួកយើង ខ្ញុំនេះអ្នកស្រី Faye លុកនៅទីនេះ យើងឈប់ហើយ Faye ឡុកខ្ញុំមិនដឹងទេចុះបើខ្ញុំ Faye ណែណា ខ្ញុំនៅទីនេះ ផ្លាស់ Faye អ្នកមិនអីទេអ្នកឈឺទេហៅគ្រូពេទ្យមកធ្វើភ្លាមអ្នកណាធ្វើរឿងនេះខ្ញុំនឹងសួរម្ដងទៀតអ្នកណាម្នាក់ក្នុងចំណោមអ្នកធ្វើរឿងនេះ វាគឺអ្នកស្រីឡុក បាទនាងធ្វើខ្លួនឯងបន្ទាប់ពីនាងស្រវឹងនាងបង្ករឿងគោះអ្វីទាំងអស់ហើយនិយាយឆ្លើយដាក់លោកអ្នកស្រីជូនទៅតែចូលមកដោយសារតែរឿងនោះ បាទត្រឹមត្រូវនាងបន្តទៀតថាលោកនឹងមិនអាចរស់បានបើគ្មានការបដូរសរីរាង្គនោះជាការកុហកខ្ញុំមិនដែលនិយាយដូច្នេះទេ ល្មមហើយយកវីដេអូសុវត្ថិភាពមកយើងធ្វើអី អ្នកសួរខ្ញុំធ្វើម៉េចខ្ញុំដឹងខ្ញុំក៏មានបញ្ហាដែរ Stacy អ្នកពិតជាធ្វើបានលើសពីការរំពឹង លោកហាតលោកសរសើរខ្ញុំពេក ខ្ញុំមើលថាអ្នកចូលចិត្តស្រាក្រហមណាស់ លោកហាតថែមទាំងដឹងពីចំណូលរបស់អ្នកស្រីជូនគាត់មិនបានរៀបចំរឿងនេះសម្រាប់តែនាងទេមែនទេលោកហាតតាមពិតទៅពីគ្រីនឹងវាទេវីដៃ5រ៉ាំពិសេសមែនទេលោកហាតលោកយកខុសហើយខ្ញុំមានន័យថាលោកស្រីលុកហើយឯងអ្នកថានាងកំពុងលួងលោមអ្នកណា លោកហាតលោកយកខុសហើយខ្ញុំអត់គឺនាង Stacy ញុះញង់យើងគឺនាង មែន Stacy ធ្វើអ្វីដោយខ្លួនឯង ឯង យើងបារម្ភពីលោកស្រីលុកមែនទេប្រញាប់ជួយនាងឡើងឯងឈានទៅមុខលោកហាតតើខ្ញុំអាចជួយអ្វីបានទៅវីពណ៌គេឲ្យឡើងពណ៌ លោកហាតខ្ញុំខុសហើយសូមអត់ទោសឲ្យខ្ញុំលើកនេះលោកស្រីឡុកសូមជួយនិយាយពាក្យល្អឲ្យពួកយើងខ្ញុំគ្រាន់តែជាអ្នកដឹកជញ្ជូន Faye លុក ខ្ញុំអ្នកដោះស្រាយវាយល់ហើយ10នាទីទៀតអ្នកនឹងអស់ជំនួយចាប់ទូរស័ព្ទពេលម្ចាស់បំណុលហើយលោកអាតលើសូមកុំធ្វើបែបនេះហាត់ខុបកំពុងកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយអ្នកដែលមានវត្តមានសកម្មភាពហិរញ្ញវត្ថុទាំងអស់ឈប់ឥឡូវនេះ យើងចប់ហើយវាចប់ហើយ រីឯអ្នកត្រូវហាមឃាត់មិនឲ្យចូលអាចើនៅទ្រពឲ្យហាត់ខុបទាំងអស់មួយជីវិត
Phê lộc, hạt ấy còn nẹ rò đón. Stacy chôn, anh miên rừng ấy lỡ, ní mình krọ cục kròn tế. Stacy, ba mình men đòi xa nẹ tê. Khmien nô na mà nẹ không chùm nóm dương hiênประชัง nâng lục hạt tê. Khnyom là ngôn, đài klop cho bẹ quan chi mùi nẹ. Anh chi mà nút nóm sầm nang krọ. Phê lộc, ní chi cầm ho rồi bỏ nẹ. Và khnyom thẹ, nẹ nâng tới chi mùi khnyom. Khnyom mình toán chọc chi mùi nẹ tê. Niên dạng mấy. លោកហាត់នាងមានប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរយើងបានព្យាបាលរបួសលើក្បាលនាងហើយនាងមានស្ថិរភាពឥឡូវនេះនាងអាចត្រឡប់ទៅផ្ទះវិញបានបន្ទាប់ពី2 3ថ្ងៃ Phê anh khla hàn nè, anh mình bán thưa mà hộp rư tờ dọc cho đi tệ, mà đai bẹp nà tớp thưa bẹp ní. Nẹ nà anh chia nổ nà tớ, phê này ná, oi niềng mọc, nẹ mình chăm bạch đằng tệ, khi nhôm tha oi phê mọc nì dày. Phê lộc, anh srei cầm planh mọc bì, oi niềng mọc, nhạt niềng cầm pong đầy, oi niềng mọc. Pinet mơ bờ đây rồi bỏ phê, Kevin. Nhôm nè anh á. Muốn ti pet. Hai đầu vây chui sòng cruộc nhôm. Nhôm mình trôi chất rương rào nơi crom đầm bồ nhôm tề. Giang na có đòi o côn. Lục hạt. Lục hạt ca đất chỉnh chun miên bành hà. Rồi hỏi. Miên ở vây bần toán. Nẹ mình chăm bạch mơ thai nhôm tề. O côn. Nhôm miên mà nung nơi kháng krào. Prap kê bà nẹ trơ ca vậy. Phê lộc nẹ cắt tu sập nhóm. Chô đi bật luôn hai nẹ mình đấng. Ấy. Nhóm ban chênh bình chia rùi hai, oi sớp bằng kết ca đất chinh chun nu. Hai mà nu để nhóm nì dây nu. Kevin Kenอายุ 30 ปีឆ្នាំរៀបការជាមួយអ្នកស្រីលុកពួកគេមានកូនស្រីម្នាក់ចូលប៊ីកេនពួកគេរស់នៅយ៉ូវ៉ានហៃតមនុស្សដូចនាងមិនគួរធ្វើការបញ្ជូនអាហារទេ Kevin ចូលឌីណេឯណា និយាយអ្នកនោះជានរណានិយាយមក បរោះណា អ្នកកំពុងនិយាយអីគេ Phê, anh hiên có bật nhầm ấy. Kevin anh ấy nắng, cướp krong khuôn anh. Đôi chân hai ban chỉ nẹ pro nhỏ lệnh lẹ. Nẹ còn bông miên bồ rọc xanh tiết mến tế. Kevin, ở nhom tờ, oi tờ. Anh hiên tập vinh hái. Nhom nâng sầm lập anh. Tất mà đai nhom chào. Trên tờ. Con sầm lạnh anh mình ấy tế, anh mình chư tê mình ấy tê. Pram năm trình châm niêng mình ban ở vậy sao? Kevin. Bật mọt.
អ្នកយកចិត្តទុកដាក់នឹងអាកំណាចនោះខ្លាំងណាស់ ឲ្យទៅទុកម្ដាយខ្ញុំចោល ឯងអាកំណាចតូចឯងខំខ្ញុំដូចម្ដាយអញអញ្ចឹងគួរឲ្យខ្ពើមលោកហាត់នេះជាការអញ្ជើញសម្រាប់កម្មវិធីសិល្បៈអន្តរជាតិនៅសប្តាហ៍ក្រោយខ្ញុំនឹងបដិសេធដូចរាល់ដងអាឡូហេហ្វេ គីវិនឯងឈួតហើយនាងជាកូនស្រីរបស់ហែង យកឡានមកទៅយកវ៉ាន់ហើយយកហើយនោះមិនមែនកូនស្រីខ្ញុំទេ ប៉ា កុំហៅខ្ញុំដូច្នេះ ប៉ាស្អប់ខ្ញុំតើគាត់នឹងឈប់ធ្វើបាបម៉ាក់ទេបើខ្ញុំបាត់ខ្លួនរឿងទាំងអស់នេះដោយសារតែខ្ញុំសម្លាញ់ម៉ាក់ខេវីននាងទៅតែជាក្មេង នាងបុកវាដោយខ្លួនឯងវាមិនមែនជាកំហុសរបស់ខ្ញុំទេ អ្នកជាបិសាចអ្នកឈឺអ្នកឈួតហើយ ឈប់អ្នកជាអ្នកណាគេអ្នកដឹងទេថាខ្ញុំជាអ្នកណាអ្នកហ៊ានវាយខ្ញុំនៅស្ងៀមអ្នកចង់ស្លាប់ហើយអ្នកចប់ហើយអាចឈួតខ្ញុំកំពុងហៅប៉ូលីសអ្នកចូលផ្ទះខ្ញុំហើយវាយខ្ញុំមើលទៅថាតើអ្នកនៅអាចនិយាយបានទេបន្ទាប់ពីនេះយកនាងទៅមន្ទីរពេទ្យចុះគាត់វិញដោះស្រាយវាចុះអូនគួរតែសម្រាប់ខ្លះអូនត្រូវពេលជាសះស្បើយ ខ្ញុំមិនអីទេខ្ញុំនៅទីនេះកូននឹងភ័យខ្លាចបើខ្ញុំអត់នៅម៉ាក់កូនសម្លាញ់មិនអីទេម៉ាក់នៅទីនេះកុំយំម៉ាក់ខ្ញុំនឹងការពារម៉ាក់ខ្ញុំមិនខ្លាចចាក់ថ្នាំខ្ញុំមិនអីទេតារាប់ណាកូននៅជាមួយខ្ញុំមិនខ្លាចអ្វីទេម៉ាក់បើខ្ញុំអត់នៅតើម៉ាក់និងប៉ានឹងលែងលះគ្នាហើយកាន់តែសប្បាយចិត្តដែរឬទេតើកូននិយាយអីសម្រាប់ខ្លះទៅម៉ាក់គួរតែចាក់ចេញពីប៉ាមិនចូលចិត្តខ្ញុំទេហើយខ្ញុំក៏មិនចូលចិត្តប៉ាដែរអូខេខ្ញុំសន្យាមេដៃ បើរឿងដែលបានកើតឡើងនៅយប់នោះកាលពី6ឆ្នាំមុនគឺជាការពិតខ្ញុំប្រហែលជាមានកូនដូចនោះផ្អែមល្អនិងចេះស្ដាប់អ្នកណាម្នាក់ពិតជាដាក់ថ្នាំភេសជ្ជៈខ្ញុំអ្នកជានរណា សម្លាញ់អ្នកមកហើយ លោកហាតខ្ញុំអាចសួរលោកអ្វីមួយបានទេ និយាយមក ខ្ញុំចង់ឲ្យអ្នកក្លាយជាឪពុករបស់ជូឌី អ្វី ឯងណែណា អីអត់ខ្ញុំមួយថ្ងៃក៏មិនបានឬឈប់សម្ដែងហើយមកទីនេះខ្ញុំនឹងភ្លេចរឿងទាំងអស់នេះ ឯងណែណា វ៉យឯងប្រញាប់ណាស់ ខ្ញុំនឹងសួរម្ដងទៀតឯងណែណា មន្ទីរពេទ្យ Nexus បន្ទប់308អីចូលក្នុងគូតឯងមកដល់លឿនណាស់ស្ដាប់ចុះហ្វេប្រុសឯងធ្វើរឿងនេះដាក់ខ្ញុំហើយវានឹងសងវិញ ម៉េចឯងមិនស្លាប់ហេតុអីវាមិនធ្វើឲ្យចប់ ឯង
ចុះហត្ថលេខាឯកសារខ្ញុំចាក់ចេញដោយគ្មានអ្វីទាំងអស់ ចាក់ចេញដោយគ្មានអ្វីមែនទេហ្វេឯងគ្មានការងារធ្វើទេឯងគិតថាឯងនឹងអាកំណាចនោះអាចនៅអត់ខ្ញុំបានស្ដាប់ឲ្យច្បាស់ខ្ញុំចង់វាយឯងឲ្យស្លាប់ជាជាងចុះហត្ថលេខាឯកសារលែងលេះឯងអង្គុយនៅផ្ទះពេញមួយថ្ងៃសម្អាតបន្តិចបន្តួចហើយមើលកូនខ្ញុំជាអ្នកចិញ្ចឹមអ្នកទាំងពីរអីនឹងបើខ្ញុំវាយឯងខ្ញុំវាយឯងតែឯងនៅដកដង្ហើមមិនទាន់ស្លាប់ទេមែនទេ ឯងបោះឲ្យខ្ញុំ$1000ក្នុងមួយខែហើយគិតថាវាគ្រប់ដណ្ដប់អ្វីទាំងអស់ឬ មិនគ្រប់គ្រាន់សម្រាប់ឯងទេអញ្ចឹងទៅរកលុយដោយខ្លួនឯងទៅឯងថែមទាំងទៅប្តឹងខ្ញុំថាវីដំទៀតខ្ញុំធ្វើអីខុសគូស្វាមីភរិយាគេឆ្លោះគ្នារឿយវាជារឿងធម្មតាពេលខ្ញុំវីឯងវាគ្រាន់តែមានន័យថាខ្ញុំខ្វល់ពីឯងបន្តិចទៅឯងឈប់មានអារម្មណ៍ទៀតហើយ ចុះហត្ថលេខាឥឡូវនេះ របស់ឯងទាំងអស់និងអាកូននោះគឺមកពីខ្ញុំចង់ចាក់ចេញដោយគ្មានអ្វីអញ្ចឹងទៅចាប់ផ្ដើមដោះខោអាវដោះវាចេញឥឡូវ លែងខ្ញុំ ខ្ញុំថាដោះខោអាវមកកុំប៉ះនាងមិនអីទេអារម្មណ៍យ៉ាងណាដែរដែលចិញ្ចឹមកូនរបស់ខ្ញុំអស់5ឆ្នាំអ្នកថាអី តាមកំណត់ត្រានិងលទ្ធផល test DNA គាត់គឺជាឪពុកបង្កើតរបស់ Jody មើលទៅដូចគ្នាណាស់តើកូនឆ្កែតូចនោះពិតជាកូនរបស់គាត់មែនទេអញ្ចឹងហើយអ្នកលួចជួបគ្នាពីក្រោយខ្នងខ្ញុំហើយដាក់អន្ទាក់ខ្ញុំអស់ពេលនេះ Kevin ខ្ញុំឈប់និយាយហើយចុះហត្ថលេខា អញ្ចឹងក៏បានអ្នកហ៊ានណាស់ឥឡូវចេញពីមុខខ្ញុំទៅលោកហាតខ្ញុំពិតជាអរគុណចំពោះជំនួយរបស់លោកអញ្ចឹងតើអ្នកនឹងធ្វើអីបន្ទាប់ ស្នាដៃរបស់ខ្ញុំបានចូលក្នុងពិព័រណ៍សិល្បៈអន្តរជាតិខ្ញុំនឹងនៅក្នុងពិធីប្រគល់ពានរង្វាន់នៅថ្ងៃស្អែក អូខ្ញុំនឹងឲ្យអ្នកបើកបរបញ្ជូនអ្នក វាមិនអីទេ ពិព័រណ៍សិល្បៈអន្តរជាតិរ៉នខ្ញុំនឹងចូលរួមពិព័រណ៍សិល្បៈ ហ្វេអ្នកពិតជាមានប្រយោជន៍ណាស់លោកសានអំពីការបញ្ជូនផ្ទៃក្នុងនោះនៅក្រុមហ៊ុន Hardcop ការជួយមិនមែនឥតគិតថ្លៃទេអ្នកដឹងហើយខ្ញុំដឹងពីរបៀបរឿងនេះឲ្យខ្ញុំមើលអូខេចុះព្រមជាច្រើនថ្ងៃហើយខ្ញុំនឹកអ្នក ចាំបន្តិចការភ្ញាក់ផ្អើលរបស់ខ្ញុំនៅឯណាវាជាកាបូបអ្នករចនាមែនទេឬគ្រឿងអលង្ការកាទីយេតាមបំណង នេះមើលខ្ញុំនឹងហ្វេលេងគ្នាហើយ ហេតុអី នាងធ្លាប់មានតម្លៃឥឡូវនាងចាស់ហើយជាប់ជាមួយកូនហើយគ្មានប្រយោជន៍សម្រាប់ខ្ញុំហេតុអីខ្ញុំត្រូវទុកនាង នាងលែងលះគ្នាហើយ Kevin មិនមែនជាពិភពរបស់នាងទេ ខ្ញុំលែងលះគ្នាហើយអ្នកខឹងនាងចាក់ចេញដោយគ្មានអ្វីសោះខ្ញុំមានលុយហើយអ្នកនឹងបានអ្វីដែលអ្នកសុំ សំឡាញ់កុំខឹងយប់នេះខ្ញុំនឹងធ្វើឲ្យវាមានតម្លៃសម្រាប់អ្នក ខ្ញុំមានការភ្ញាក់ផ្អើលមួយទៀតការងារដែលខ្ញុំបានដាក់ឲ្យអ្នកបានឈ្នះពានរង្វាន់ ពិតមែន តើខ្ញុំធ្លាប់កុហកអ្នកនៅពេលណាមើលមួយ
ពិធីប្រគល់ពានរង្វាន់គឺថ្ងៃស្អែកខ្ញុំមិនឲ្យអ្នកទៅដោយស្លៀកពាក់មិនសមរម្យទេវាបានជាង1ខែហើយយប់នេះអ្នកគួរតែធ្វើឲ្យវាមានតម្លៃនោះអ្នកណានោះជាលុយពិតឡាននោះមានតម្លៃ$80 លាននាងហ្វេនេះជាពិព័រណ៍សិល្បៈធំបំផុតនៅក្នុងពិភពសិល្បៈអន្តរជាតិឯងក្រីក្រមកទីនេះធ្វើអីឈប់ខ្ញុំថាឈប់ពាក់ឈុតស្អាតមិនធ្វើឲ្យឯងក្លាយជាអភិជនទេឯងបោះបង់ជីវិតសុខស្រួលឥឡូវឯងគិតថាឯងអាចក្លាយជាអ្នកមានក្នុងមួយយប់ចំណែកឯងមិនអាចរកអ្វីខ្ពស់ជាងការធ្វើជាស្រីកំណាន់ហ្វេលុកឯងអ្នកណាទៅគិតថាអាចរញ៉េញ៉ៃជាមួយស្រីរបស់ខ្ញុំហ្វេពេលណានាងស្អាតដំលេះអ្នកដែលគ្មានស្នេហ៍របស់គាត់គឺជាស្ត្រីផ្សេងទៀតសំហើយអ្នកទាំងពីរសមនឹងគ្នាសម្រាមរកឃើញសម្រាមហ្វេឯងមិនរៀនពីលើកមុនទេខេវីនយើងលែងលះគ្នាហើយកុំនិយាយជាមួយខ្ញុំបែបនេះអញ្ចឹងខ្ញុំចង់ឃើញអ្នកព្យាយាមចូលដោយគ្មានបានអញ្ជើញហើយអ្នកណាថាខ្ញុំគ្មានសួស្ដីនេះជាបានអញ្ជើញរបស់ខ្ញុំហ្វេហេតុអ្វីបានជាឯងទទួលបានអញ្ជើញ VIP អ្នកស្រីលុកសូមស្វាគមន៍កុំមើលមកខ្ញុំបែបនេះអ្នកស្រីលុកមកទីនេះជាភ្ញៀវពិសេសអ្នកជានរណាមករ៉ារាំងគាត់ហេតុអ្វីបានជាហ្វេទទួលបានអញ្ជើញ VIP ហើយខ្ញុំគ្មានតើនេះយុត្តិធម៌ទេសម្រាប់នាងគ្រាន់តែជាស្ត្រីមេផ្ទះដែលចេះធ្វើម្ហូបបានអញ្ជើញមួយមិនអាចផ្លាស់ប្ដូររឿងនោះទេបន្ទាប់ទៀតយើងមានហ្វេលុកសួស្ដីគ្រប់គ្នាខ្ញុំឈ្មោះហ្វេលុកថ្ងៃនេះខ្ញុំបង្ហាញស្នាដៃរបស់ខ្ញុំអូរ៉ែលលំអិតអស្ចារ្យវាស្ទើរតែដូចអូវេបុរាណនេះជាស្នាដៃឯងស្នាដៃខ្ញុំបំផុសគំនិតដោយប្រធានបទទេសភាពបុរាណមួយអូរ៉ែលវាជាពិភពខ្នាតតូចបង្កើតដោយកាត់លំអិតឆ្លាក់និងពន្លឺស្រទាប់ស្នាដៃដ៏ស្រស់ស្អាតអ្វីបំផុសនៅឲ្យបង្ហាញស្នាដៃនេះជារូបចម្លាក់ក្រដាសចម្លាក់ក្រដាសមានអាយុរាប់ពាន់ឆ្នាំវាជាផ្នែកដ៏មានតម្លៃនៃមរតកវប្បធម៌យើងប៉ុន្តែក្រោយរាប់សតវត្សនៃជំនាញនិងប្រពៃណីវាកំពុងរសាត់បាត់បន្តិចម្ដងតាមរយៈអូរ៉ែលខ្ញុំចង់បញ្ជាក់សម្រស់ចម្លាក់ក្រដាសហើយសង្ឃឹមថាជួយមនុស្សកាន់តែច្រើនរកឃើញវាហើយស្រឡាញ់វាខ្ញុំចង់ឃើញចម្លាក់ក្រដាសហួសព្រំដែនយើងហើយទៅដល់ពិភពលោកនិយាយបានល្អហើយស្នាដៃនិយាយដោយខ្លួនឯងជំនាញអ្នកគួរឲ្យចាប់អារម្មណ៍អ្នកផ្ដល់ក្តីសង្ឃឹមឲ្យខ្ញុំសិល្បៈនេះនឹងរស់នៅទៅការលះបង់អ្នកចំពោះចម្លាក់ក្រដាសគួរឲ្យបំផុសគំនិតសូមអរគុណចំពោះការលើកទឹកចិត្តនិងការទទួលស្គាល់វាគ្រាន់តែក្រដាសតើវាមានតម្លៃអ្វីចាំនាងរៀនរឿងទាំងនេះនៅពេលណាហើយនាងពូកែដល់ម្លេះអ្នកនៅខាងអ្នកណាអ្នកបាននឿសម្ដីគណៈវិនិច្ឆ័យហើយប្រសិនបើនាងឈ្នះពានរង្វាន់នោះចុះខ្ញុំវិញកុំបារម្ភខ្ញុំបានឲ្យសំណូកគណៈវិនិច្ឆ័យហើយល្អភ្លេចរឿងផ្សេងទៀតពានរង្វាន់យប់នេះជារបស់អ្នកខ្ញុំនឹងដោះស្រាយអ្វីដែលនៅសល់បន្ទាប់ស្ដេស៊ីជូនសួស្ដីលោកគណៈវិនិច្ឆ័យខ្ញុំឈ្មោះស្ដេស៊ីជូនហើយថ្ងៃនេះខ្ញុំមកបង្ហាញស្នាដៃរបស់ខ្ញុំចិត្តរួមមិនអាចទេនោះជារបស់ប៉ាខ្ញុំតើវាមកដល់ទីនេះដោយរបៀបណា
វាចាប់ផ្ដើមពីដុំភ្លុកតែមួយត្រូវបានឆ្លាក់ជារាងមូលហើយធ្វើឲ្យប្រហោងស្រទាប់ផ្ទៃខាងក្រៅមានលម្អិតហើយស្រទាប់ខាងក្នុងនីមួយអាចរង្គើបាននរណាម្នាក់ឆ្លាក់វាដោយដៃ វិថៃឆៃនឹងបាក់ចំស្រស់ស្អាតចម្លាក់លើបតែលំអិតយ៉ាងអស្ចារ្យហើយគ្រប់ស្រទាប់ត្រូវឆ្លាក់ឲ្យដាច់ស្នាដៃកម្រិតនេះកម្រមានណាស់នៅក្នុងកម្មវិធីនេះកម្រមិនគ្រប់គ្រាន់ទេគ្មានអ្វីដែលយើងបានឃើញសូម្បីតែមកចិត្តក៏គ្មានដែរ ចៅក្រមបោះឆ្នោតឯកភាពមើលទៅដូចជារង្វាន់មាសយប់នេះទៅកាន់អ្នកស្រីជូនហ្វេពូកែអត់អ្នកនឹងមិនដែលឈ្នះប៉ាអ្នកទេចាំស្ដេស៊ីប៉ាខ្ញុំចំណាយពេលជាង10ឆ្នាំតែអស់ពីចិត្តឆ្លាក់ខនសេនទ្រីកអ្នកនឹងមិនលួចវាទេខនសេនទ្រីកមិនមែនជាស្នាដៃអ្នកស្រីជូនទេវាជារបស់អ្នកផ្សេងវាមិនសមហេតុផលទេរបស់នេះមិនអាចជារបស់ឪពុកអ្នកទេខ្ញុំមិនដែលនិយាយឈ្មោះទេតើអ្នកដឹងយ៉ាងម៉េចថាវាជារបស់ឪពុកខ្ញុំណាស្រីលោកស្នាដៃរបស់អ្នកគួរឲ្យចាប់អារម្មណ៍ណាស់ប៉ុន្តែបើប្រៀបនឹងខុនសងទ្រីករបស់អ្នកស្រីជូនវាមិនស្មើគ្នាទេប្រសិនបើអ្នកមកនេះដើម្បីបង្កបញ្ហាខ្ញុំនឹងឲ្យសន្តិសុខនាំអ្នកចេញ ស្ដេស៊ីតើអ្នកដឹងដោយរបៀបណាថារបស់នេះជារបស់ឪពុកខ្ញុំតើប្រើបច្ចេកទេសអ្វីដើម្បីឆ្លាក់ខុនសង់ទ្រីកតើវាមានប៉ុន្មានស្រទាប់ពិតប្រាកដប្រសិនបើវាជារបស់អ្នកមែនហេតុអ្វីបានជាអ្នកមិនអាចឆ្លើយតើអ្នកយល់អត់ថាអ្នកបានលួចអ្វីនោះជាការកុហកខ្ញុំមិនដែលលួចវាទេវាជារបស់ខ្ញុំវាជាកម្មសិទ្ធិរបស់ខ្ញុំឥឡូវខ្ញុំយល់ហើយវាជាអ្នកវាត្រូវតែជាអ្នកបានបំផ្លាញឈ្មោះខ្ញុំពិតមាត់អ្នកមិនអាចពន្យល់ស្នាដៃផ្ទាល់ខ្លួនរបស់អ្នកបានទេប៉ុន្តែអ្នកនៅតែទូចថាវាជារបស់អ្នកតើអ្នកទើបតែវាខ្ញុំមែនទេហ្វេឈប់ចោទប្រកាន់ទៀតតើអ្នកអាចបញ្ជាក់បានទេថាខុនសង់ទ្រីកជារបស់អ្នកមានស្រទាប់ចំនួន40នៅខាងក្នុងទៅចុះរាប់មើល40ស្រទាប់តើអ្នកដឹងយ៉ាងម៉េចខុនសង់ទ្រីកមកពីដៃឪពុកខ្ញុំគាត់បានចំណាយពេលជាង10ឆ្នាំឆ្លាក់វាជាអំណោយអាពាហ៍ពិពាហ៍របស់ខ្ញុំពេលលុបអ្នកមិនទុកជំរើសឲ្យខ្ញុំទេហ្វេគ្មានផ្លូវឯងបានអ្វីដែលខ្ញុំអត់បានទេចាំឥឡូវមើលចុះថាឯងបញ្ជាក់យ៉ាងម៉េចគូមួយគូណាស់ម្នាក់ជីចោលម្នាក់ទៀតជាអ្នកប្លន់គូមកពីនរោគហ្វេឯងពិតជានឹងរុញខ្ញុំមែននោះគឺសម្រាប់ល្បិចរបស់ឯងនោះគឺសម្រាប់អំពើឃោរឃៅរបស់ឯងហើយនោះគឺសម្រាប់ការក្បត់របស់ឯងអ្នកស្រីឡកមានកំហឹងខ្លាំងណាស់ខ្ញុំមិនមែនកំពុងបង្ករឿងទេខ្ញុំគ្រាន់តែចង់និយាយថាខុនសេនទ្រីកជារបស់ឪពុកខ្ញុំភូតាំងនៅទីនេះមានត្រានៅខាងក្នុងតែឆ្លាក់ឈ្មោះខ្ញុំអីគ្មានផ្លូវទេឯងហ៊ានណាស់ឈរនៅទីនោះបន្ទាប់ពីលួចចុះមកចេញទៅចុះពីទីនោះចុះមកហ្វេនេះជាកំហុសរបស់ឯងហេតុអីឯងតែងតែមករករឿងខ្ញុំឯងចង់សាប់ហើយកុំហ៊ានរញ៉េញ៉ៃជាមួយនាងលោកហាត
មិនមែនអ្នកទៀតទេរនដោះស្រាយវាលេងចាំ ឲ្យខ្ញុំទៅ ត្រូវការជំនួយទេនេះអ្វី ឪពុកខ្ញុំដែលស្លាប់ធ្វើវាជាអំណោយរៀបការខ្ញុំហេតុអ្វីវាមិនអាចភ្ជាប់គ្នាវិញហេតុអ្វីវាមិននៅនឹងប៉ាសុំទោសខ្ញុំមិនអាចការពារអ្វីដែលអ្នកទុកឲ្យខ្ញុំ គ្មានអ្វីនោះសំខាន់ជាងអ្នកក្មេងអាក្រក់នោះធ្វើឲ្យខ្ញុំឈួតខ្ញុំរកស្រីស្អាតឲ្យគាត់ច្រើនណាស់តែគ្មានមួយណាទៅជារឿងគាត់រវល់ធ្វើអីណាស់រាល់ថ្ងៃអ្នកជាចៅស្រីបែបដែលខ្ញុំចង់បានកូនសុខសប្បាយទេ យើងមិនអីទេលោកសុំទោសចំពោះរឿងនេះ ពួកគេមើលទៅដូចគ្នាភ្នែកនិងច្រមុះនាងដូចសេនកាលនៅតូចរីករាយដែលខ្ញុំធ្វើឆាប់លោកអានយកវាទៅពិនិត្យទៅណាមានអ្វីមួយប្រាប់ខ្ញុំថានាងជាចៅស្រីខ្ញុំ សួស្តីខ្ញុំមកទីនេះដើម្បីសាកល្បងធ្វើជាអ្នកបកប្រែរបស់លោកហាត តើអ្នកអាចឈរក្បែរខ្ញុំបានទេ តើលោកមានន័យយ៉ាងម៉េចហេតុអ្វីលោកចង់បានខ្ញុំ គឺថាអ្នកមានសមត្ថភាពជាងនេះប៉ុន្តែដើម្បីឈានទៅដល់កម្រិតនោះអ្នកត្រូវការជំហានឈានជើងខ្ញុំត្រូវការអ្នកបកប្រែឥឡូវនេះថាតើអ្នកអាចចូលហាត់ខប់អាស្រ័យលើការសម្ដែងរបស់អ្នក ជឿខ្ញុំពូកែជាងគេក្នុងរឿងនេះ ពិតឬអញ្ចឹងបង្ហាញខ្ញុំមើលអ្វីដែលអ្នកមាន តោះចាប់ផ្ដើម យើងរួចរាល់សម្រាប់ថ្ងៃនេះអ្នកនឹងទទួលបានលទ្ធផលនៅរសៀលនេះអរគុណលាងដៃរួចមកហូបបាយមកហើយអូយអ្នកណាឲ្យសត្វចម្លែកតូចនេះចូលមកគួរឲ្យខ្លាចណាស់ម៉ាក់ខ្ញុំធ្វើឲ្យម៉ាក់ភ័យទេគិតថាខ្ញុំអាចបន្លែកក្មេងឯទៀតនៅសាលាថ្ងៃស្អែកបានទេអូនធ្វើឲ្យម៉ាក់ភ័យផ្អើលណាស់ដូច្នេះម៉ាក់ថាបានកូនសម្លាញ់ម៉ាក់ជ្រើសឈ្មោះថ្មីឲ្យកូនហើយឥឡូវកូនឈ្មោះអាណាលុកយល់ទេ លោកស្រីលុកអ្នកប្រឡងជាប់ហើយអ្នកអាចចាប់ផ្ដើមធ្វើការថ្ងៃស្អែកបានលោកហាត់បាននិយាយថាអ្នកអាចនាំកូនមកជាមួយបើអ្នកចង់ អរគុណច្រើនណាស់ខ្ញុំនឹងមកទាន់ពេលថ្ងៃស្អែកអាណាម៉ាក់បានការហើយពេលម៉ាក់បានប្រាក់ខែម៉ាក់នឹងទិញអាហារសម្រន់ដែលកូនចូលចិត្តទាំងអស់ឲ្យកូនអូខេទេយេខ្ញុំមិនត្រូវការអាហារសម្រន់ទេខ្ញុំគ្រាន់តែចង់ឲ្យម៉ាក់ទិញសម្លៀកបំពាក់ស្អាតឲ្យខ្លួនឯង ហ្វេខ្ញុំចង់ឲ្យអ្នកនិយាយត្រង់មកខ្ញុំតើអ្នកបានទទួលស្គ្រីបជាមុនទេអ្នកដឹងវារួចហើយមុនពេលវាលេចឡើង ខ្ញុំបានពិនិត្យមើលប្រតិចារិកសន្និសីទសំខាន់របស់ Hardcore ក្នុងប៉ុន្មានឆ្នាំថ្មីនេះហើយសិក្សាពីរបៀបអ្នកនិយាយ
ជាធម្មតាខ្ញុំអាចទាយបាននៅអ្វីដែលអ្នកនឹងនិយាយបន្ទាប់គឺការបកប្រែរបស់ខ្ញុំខុស ហេតុអីអ្នកធ្វើដូច្នេះ ខ្ញុំព្រោះខ្ញុំ ឆ្លើយមកខ្ញុំតើអ្នកនឹងឈរក្បែរខ្ញុំទេ ខ្ញុំចង់ឈរក្បែរអ្នក នោះមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេខ្ញុំគ្រាន់តែចង់ធ្វើការនៅក្រុមហ៊ុនហាតសិក្សាពីរបៀបអ្នកនិយាយជួយខ្ញុំជៀសវាងកំហុស ខ្ញុំយល់ហើយអ្នកអាចទៅបានហើយ ជឿខ្ញុំពូកែបំផុតលើរឿងនេះជាធម្មតាខ្ញុំអាចទាយអ្វីដែលអ្នកនឹងនិយាយបន្ទាប់ខ្ញុំចង់ឈរក្បែរអ្នក ហ្វេអ្នក លោកអេលឺតើខ្ញុំធ្វើខុសលោកហាតមិនបណ្ដេញខ្ញុំចេញទេមែនទេ លោកស្រីលុកសម្រាប់បើអ្នកណាត្រូវបណ្ដេញចេញគឺខ្ញុំ អូទេខ្ញុំយឺតអាណាឲ្យម៉ាក់ជូតវាចេញហ្វេឯងមកធ្វើអីនៅទីនេះនេះមិនមែនកន្លែងឯងទេចេញទៅខ្ញុំធ្វើការទីនេះចាំឪពុកវាជាអ្នកណាជាមនុស្សចៃដន្យដែលឯងដេកជាមួយអ្នកណាឲ្យសិទ្ធិឯងអូកូនឆ្លើយរបស់ឯងមកទីនេះហើយរំខានការិយាល័យនេះជាក្រុមហ៊ុនមិនមែនកន្លែងមើលកូនឯងទេបើឯងចង់មើលកូនទៅធ្វើនៅផ្ទះវិញស្ដេស៊ីប្រយ័ត្នមាត់ឲ្យខ្ញុំហៅកូនស្រីឯងជាកូនឆ្លើយអីហ្នឹងឯងគ្មានខ្មាស់កុំនិយាយបែបនេះពីម៉ាក់ខ្ញុំឯងទៅតែរុញខ្ញុំដូចម្ដាយដូចកូនអ្នកទាំងពីរគ្មានសុជីវធម៌ទេព្រោះម៉ាក់ឯងមិនបានបង្រៀនឯងឲ្យបានត្រឹមត្រូវខ្ញុំគិតថាខ្ញុំត្រូវបង្រៀនឯងអំពីសុជីវធម៌ដោយខ្លួនឯងម៉ាក់ជួយម៉ាក់លេងអាណាម៉ាក់ជួយម៉ាក់ជួយលេងចូលទៅខ្ញុំនឹងឲ្យឯងចេញបើឯងធ្វើល្អគិតពីអ្វីដែលឯងធ្វើ ពេលណៃណានាងទៅយកកូននាងគួរតែមកដល់ហើយតោះទៅមើល ឲ្យខ្ញុំទៅអាណាប្រញាប់អីនាងអាចនៅក្នុងនោះលេងសប្បាយខ្លួនឯងល្អជាងនាងមករំខាននៅខាងក្រៅស្ដេស៊ីបើកទ្វារចង់មកតាមខ្ញុំទេនាងគ្រាន់តែជាក្មេងសូមឲ្យនាងចេញមកខ្ញុំមិនមែនជាអ្នកតែអាចបើកវាបានទេបាក់ជួយខ្ញុំសូមជួយអាណាជួយខ្ញុំអាណាចាប់នាងស្ដេស៊ីសូមបើកទ្វារអាណាមានជំងឺហឺតនាងស្ងាត់ឈឹងសូមនាងគ្រាន់តែជាកូនកំណែតបើនាងស្លាប់ក៏ឲ្យវាទៅយ៉ាងហោចណាស់នាងលែងរំខានទៀតហើយមានរឿងអី លោកហាតកូនស្រីខ្ញុំនៅក្នុងនោះសូមជួយខ្ញុំចេញស្ដេស៊ីចូលអាណាជាគ្រប់យ៉ាងរបស់ខ្ញុំបើមានអ្វីកើតឡើងចំពោះនាងខ្ញុំស្បត់ថាឯងនឹងសងវិញ
លោកហាតយើងមានរបាយការណ៍ DNA ហើយលោកហាតក្មេងស្រីនោះ យើងមានអ្នកស្នងពូជពងហាតបន្តខ្ញុំបានប្រាប់អ្នកហើយនាងជាចៅស្រីខ្ញុំនាងជាអ្នកស្នងតែមួយគត់របស់យើងទៅនាំចៅស្រីខ្ញុំត្រឡប់មកវិញទៅប្រញាប់យល់ហើយលោកសេនប្រញាប់ត្រឡប់មកវិញលោកហានគាត់គ្មានពេលច្រើនទេពុកទីបំផុតឯងមកវិញហើយលោកកានរឿងអីហ្នឹងខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាលោកហេនប៉ុណ្ណោះឈប់យកចៅស្រីខ្ញុំមកវិញពុកតើឲ្យខ្ញុំធ្វើយ៉ាងម៉េចមើលទៅខ្ញុំមានកូនស្រីតើវាមកពីយប់នោះកាលពី6ឆ្នាំមុនមិនដែរដកវីដេអូពីច្រកចូលវិចិត្រសាលមករកស្ត្រីម្នាក់ដែលមានក្មេងស្រីតូចកាន់ផ្កាឯងមាន3ថ្ងៃនាំពួកគេមកផ្ទះរកក្មេងស្រីនោះឲ្យឃើញហើយខ្ញុំនឹងរកឯងឃើញលោកហាតខ្ញុំបកប្រែចប់ហើយដាក់ចុះកូនស្រីរបស់អ្នកធូរស្បើយហើយឬនាងធូរស្បើយច្រើនហើយអរគុណដែលសួរខ្ញុំយកអ្វីមួយមកឲ្យកូនស្រីអ្នកទៅចុះបើកមើលខ្ញុំបានសួររនហើយក្មេងអាយុ5ឆ្នាំគួរតែចូលចិត្តណាស់លោកហាតខ្ញុំយករបស់ថ្លៃបែបនេះមិនបានទេវាគ្រាន់តែជារបស់លេងប៉ុណ្ណោះហើយខ្ញុំមិនដែលយកវិញនៅអ្វីដែលខ្ញុំឲ្យទេអញ្ចឹងអរគុណលោកហាតយើងឃើញពួកគេនៅក្នុងកាមេរ៉ាហើយមើលរបស់ទាំងអស់នេះច្បាស់ជាល្អណាស់ដែលជាអ្នកស្នងរត់របស់ហាតមើលអ្នកខ្លះកើតមកមានស្លាបព្រាប្រាក់រីឯយើងឯទៀតត្រូវតែខំប្រឹងរកស៊ីរហូតពង្រីកការស្វែងរកដំណើរការលើគ្រប់វេទិកាខ្ញុំចង់ឲ្យរកឃើញពួកគេធ្វើហើយលោកហាតអ្នកបានមើលវាម្ដងហើយម្ដងទៀតខ្ញុំដឹងថាអ្នកនឹកនាងតែអ្នកត្រូវតែសម្រាកអ្នកមិនយល់ទេនោះជាទំនាក់ទំនងប្រហែលជាបើនាងមានអារម្មណ៍ថាខ្ញុំកំពុងគិតពីនាងប្រហែលជាមករកខ្ញុំដោយខ្លួនឯងលោកកែនយើងរកឃើញនាងហើយចាំខ្ញុំជីជីដាហើយខ្ញុំត្រូវតែមើលទៅល្អបំផុតយើងនឹងនាំនាងត្រឡប់ទៅផ្ទះវិញសម្លាញ់ហេតុអីបានជាវាមិនទាន់ចប់ទេហ្វេចេញមកក្រៅហ្វេឯងចង់បានអីឈប់ឬខ្ញុំនឹងហៅប៉ូលីសផ្ទះនេះជារបស់ខ្ញុំហើយពេលណាខ្ញុំចង់ឲ្យឯងចេញឯងត្រូវចេញបំបាក់អីវ៉ាន់ទាំងអស់លោកហាតតើអាចទេដែលអ្នកស្រីលេនកុហកលោកកន្លែងនេះឯកោណាស់ពួកគេប្រកាសជាឆ្លងកាត់រឿងច្រើនជន់ឲ្យលឿនបាទលោកហេកុំប៉ះម៉ាក់ខ្ញុំទុកឲ្យគាត់ទៅអូមើលនឹងវីរបរោះតូចជួយម៉ាក់គួរឲ្យរំជួលចិត្តខ្ញុំប្រហែលជាយំកូនស្រីខ្ញុំម៉ាក់សំឡាញ់ឯងចង់បានអីតាំងពីរៀននៅមហាវិទ្យាល័យឯងតែងតែពូកែជាងខ្ញុំ
ខ្ញុំធ្លាប់ជូរចត់ខ្ញុំធ្លាប់ច្រណែនខ្ញុំចង់ឲ្យឯងស្លាប់ ឯងឈួតឯងហួសហេតុពេកដល់ពេលបង្រៀនឯងឲ្យចេះគួរសមហើយឈប់ហេឯងមានបញ្ហាអីហេលេងខ្ញុំហ្វេឯងឡើងឋានៈធំមែនហើយឥឡូវឯងទៅនៅជាមួយបរិសចំណាស់ហើយនៅស្ងៀមនាងនោះជាកូនហាតហ៊ានលើកដៃដាក់នាង ពេលណាដែលអាក្រមនោះคล้ายជាហាត ជាហាតហ៊ានលេងខ្ញុំអាឆ្កេញីពិតមាត់វា Kevin នាំពួកគេទៅនាងមិនអីទេ ខ្ញុំមិនអីទេលោកច្បាស់ជាយល់ច្រឡំហើយ វាច្បាស់ហើយលទ្ធផលដែលនឹងនិយាយហានាងជាចៅស្រីរបស់ខ្ញុំ ដូច្នេះគាត់ពិតជាជីតារបស់អាណា អ្នកគឺហ្វេមែនហើយកូនស្រីតូចរបស់អ្នកឈ្មោះโจ អាណាឡក អាណាឡកវាពិតជាឈ្មោះពីរោះណាស់វាស័ក្តិសមនឹងនាងណាស់អាណាខ្ញុំជាជីតារបស់អូនយើងធ្លាប់ជួបគ្នាហើយមានរឿងអីនាងមិនដូចខ្លួនឯងទេ នាងតក់ស្លុតយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុនក្រោយពីនាងភ្ញាក់ឡើងនាងឈប់និយាយហើយមិនទុកចិត្តអ្នកណាទេគ្រូពេទ្យថាវាមកពីការតក់ស្លុត អាណាមិនអីទេខ្ញុំនៅទីនេះហើយគ្មានអ្នកណាម្នាក់នឹងធ្វើបាបអូនឬមកអូនទៀតទេអូខេនៅទីនេះមិនមានសុវត្ថិភាពទេនាំអាណាមកហើយផ្លាស់ទៅផ្ទះហាត់ មិនសមរម្យទេ អ្នកនិយាយត្រូវខ្ញុំរំភើបពេកខ្ញុំស្ទើរតែភ្លេចថាវាបានកន្លងផុតទៅ6ឆ្នាំហើយចាប់តាំងពីហេតុការណ៍រវាងអ្នកនិងកូនប្រុសខ្ញុំមិនអាចបង្ខំអ្វីបានទេរវាងអ្នកទាំងពីរចុះយ៉ាងម៉េចដែរខ្ញុំនឹងរកកន្លែងសម្រាប់អ្នកនិងអាណានៅណាឡូបេបរិស្ថាននៅទីនោះល្អជាងសម្រាប់ការស្ដារនាងឡើងវិញ អាណាមិនអាចទ្រាំនឹងការភ័យខ្លាចមួយទៀតបានទេខ្ញុំតែម្នាក់ឯងមិនគ្រប់គ្រាន់ទេការការពារបន្ថែមមិនមែនជារឿងអាក្រក់ទេសូមអរគុណជំនួសអាណា យើងជាគ្រួសារមិនចាំបាច់ទេឯងអាក្រក់ឯងហ៊ានហៅខ្លួនឯងថាសៀវខ្ញុំលឿនជាងឯងខ្ញុំបានកូនស្រីឯងនិងម្ដាយនាងខ្ញុំកំពុងផ្លាស់ពួកគេទៅវីឡានៅណាឡូបេប៉ាហេតុអ្វីមិនយកពួកគេទៅផ្ទះហាត់វិញកូនមិនស្រួលទេវាជារឿងវែងត្រឡប់មកវិញហើយយើងនិយាយគ្នាបានហើយបត់ត្រឡប់ទៅណាឡូបេស្វាគមន៍មកផ្ទះវិញព្រះនាងតូចអ្នកចូលចិត្តផ្ទះនេះទេបើអត់ចូលចិត្តយើងទៅមើលមួយទៀតមិនបាច់ប្រញាប់ទេ វាល្អគ្រប់គ្រាន់ហើយយើងយកផ្ទះនេះ អូខេពេលអ្នករៀបចំរួចបើអ្នកមិនពេញចិត្តប្រាប់ខ្ញុំផងខ្ញុំមានផ្ទះជាច្រើនទៀតនៅណាឡាបេមកយើងចូលទៅមើលតានាងខ្លាចជាបែបនេះយ៉ាងម៉េចប៉ាមកមើលកូនស្រីអ្នកនាងមើលទៅដូចអ្នកស្គាល់មែនទេយេនាងជាកូនស្រីអ្នកច្រមុះដូចគ្នាភ្នែកដូចគ្នានាងដូចអ្នកណាស់សំឡាញ់ខ្ញុំជាប៉ាកូនប៉ានាងបានជួបរឿងតក់ស្លុតហើយមិនបាននិយាយតាំងពីពេលនោះមកនាងនឹងនិយាយបើនាងចង់មិនអីទេសំឡាញ់ខ្ញុំចាំ6ឆ្នាំហើយខ្ញុំអាចចាំកូនបានម៉ាក់កូននៅណានាងកំពុងធ្វើការថែមម៉ោងនាងមិនព្រមនៅផ្ទះទេនាងថាវាធ្វើឲ្យនាងព្រួយចិត្តខ្ញុំមិនដឹងមូលហេតុទេនាងគួរតែឈប់ធ្វើការហើយកូននៅផ្ទះចាំប៉ាខ្ញុំនឹងទៅយកម៉ាក់កូនប៉ាខ្ញុំចេញទៅហើយមើលគាត់ទៅមានកូនហើយភ្លេចអ្នកចិញ្ចឹមគាត់ រនអ្នកអាចទៅផ្ទះវិញត្រូវហើយខ្ញុំគូតែទៅហើយវាស្មុគស្មាញជាមួយអាណាកត្តាជំរុញខ្លាំងអាចធ្វើឲ្យនាងនិយាយ
ប៉ុន្តែវាអាចធ្វើឲ្យរឿងកាន់តែអាក្រក់ លោកគ្រូពេទ្យមានវិធីផ្សេងទៀតទេ អ្វីដែលល្អបំផុតសម្រាប់នាងគឺពេលវេលាហ្វេកំពុងធ្វើអ្វីនៅក្បែរមន្ទីរពេទ្យនាងឈឺទេហេតុអ្វីនាងមិនឆ្លើយអាយ៉ាអ្នកមិនអីទេ ខ្ញុំមិនអី រត់ឯងមិនអាចឈប់ពីរឿងនេះបានទេល្អខ្ញុំនឹងបញ្ជូនឯងទៅនរកតតែម្ដង សេន ហ្វេអូមើលអ្នកណាមកមិនអីទេខ្ញុំអាចបញ្ចប់រឿងនេះហើយសម្រាប់ ទុកគាត់ចោះបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយ នាងនេះពិតឬរំខានណាស់ដោះស្រាយនាង ចាំឈប់កុំមកចិត្តឈរឆ្ងាយឈរទៅក្រោយឈរឲ្យឆ្ងាយពីខ្ញុំលោកមន្ត្រីនោះហើយពួកគេចាប់ពួកគេ ពួកគេទៅណាពិនិត្យមើលនៅទីនោះអាសំណាងអ្នកស្ទើរតែធ្វើឲ្យខ្ញុំថប់ដង្ហើម សុំទោសចំពោះរឿងនោះតោះចេញពីទីនេះទៅលោកហាតរបួសលោកបានព្យាបាលហើយសូមសម្រាកបន្តិចលោកហាតខ្ញុំបានប្រាប់លោកអាតលើពីស្ថានភាពលោកគួរតែ ខ្ញុំមិនអីទេអ្នកអាចទៅបាន ប៉ុន្តែអ្នកនៅត្រូវការការថែទាំបន្ថែម រនអាចដោះស្រាយបានទៅផ្ទះហើយសម្រាប់ អូខេហៅខ្ញុំប្រសិនបើមានអ្វីកើតឡើង លោកហាតលោកមិនអីទេខ្ញុំអស់ហើយលោកហែងនឹងសម្លាប់ខ្ញុំទាំងរស់សម្រាប់រឿងនេះខ្ញុំមិនអីទេដោយវិធីឲ្យនរណាម្នាក់បើកឡានបញ្ជូនហ្វេទៅផ្ទះធានាថានាងមានសុវត្ថិភាពខ្ញុំធ្វើ
ខ្ញុំកើតអីខ្ញុំចងចាំគ្រប់ពេលវេលារបស់នាងល្អនិងអាក្រក់នៅពេលណាមួយខ្ញុំទើបតែធ្លាក់ចិត្តនឹងនាងសែនហាតត្រូវចាំខ្លួនឯងគ្រាន់តែសុំបំណុលព្រោះនាងបានបរិច្ចាគតម្រងនោមឯងមិនអាចទុកឲ្យវាคล้ายជាអ្វីច្រើនជាងនេះទេឯងកំពុងជាប់ចិត្តនឹងនារីម្នាក់ខណៈដែលស្រឡាញ់ម្នាក់ទៀតតើឯងនឹងប្រឈមមុខនឹងកូនរបស់ឯងយ៉ាងដូចម្ដេចនិងម្ដាយរបស់នាងឯងជាមនុស្សថោកលោកស្រីលុកអ្នកត្រូវតែមកគាត់ផឹកដល់កំប៉ុងទី3ហើយលោកហាតលោកមិនគួរផឹកស្រាទេលោកហាតលោកស្រវឹងហើយខ្ញុំទីបំផុតរកឃើញអ្នកហើយអ្នកនៅតែរសជាតិដដែលលោកហាតមើលឲ្យច្បាស់ខ្ញុំគឺហ្វេលុកលោកហាតលោកទៅមុនចូលមករបួសលោកយ៉ាងម៉េចដែរខ្ញុំមិនអាចក្បត់នាងបានទេអ្វីដែលកំពុងកើតឡើងរវាងត្រូវតែបញ្ចប់ឥឡូវតើខ្ញុំនឹងរងរបួសបើមិនមែនដោយសារអ្នកទេខ្ញុំសុំទោសមិនអាចដោះស្រាយរឿងនេះបានទេរាល់ពេលដែលអ្នកមកវាជារឿងរំខានឈប់មកចិត្តខ្ញុំឬអ្នកនឹងត្រូវបញ្ចប់នៅក្រុមហ៊ុនហាតប៉ុន្តែខ្ញុំនៅតែត្រូវដឹងហេតុអ្វីបានជាលោកតែងតែជួយខ្ញុំអ្នកចង់ដឹងការពិតកាលពី5ឆ្នាំមុនខ្ញុំបានប្តូរតម្រងនោមអ្នកបរិច្ចាគគឺជាអ្នកអីអញ្ចឹងបាទខ្ញុំជួយអ្នកព្រោះអ្នកបានឲ្យតម្រងនោមតើអ្នកគិតយ៉ាងណាថាខ្ញុំមានអារម្មណ៍ចំពោះអ្នកថាខ្ញុំមានស្នេហាដឹងខ្លួនផងខ្ញុំនិយាយឲ្យច្បាស់ខ្ញុំស្រឡាញ់មនុស្សម្នាក់អស់6ឆ្នាំយើងថែមទាំងមានកូនស្រីជាមួយគ្នាទៀតអ្នកគិតថាគីមីតិចទូចមានន័យថាអ្នកអាចមកជំនួសនាងស្ដាប់នេះអ្នកមិនអាចប្រៀបធៀបនឹងនាងបានទេមានតែអ្នកទេដែលនឹងជឿរឿងស្នេហាដំបូងគេឥតប្រយោជន៍នោះសេនពាក្យនោះខូខើណាស់លោកហាតខ្ញុំបានកក់រួចហើយលោកនិងលោកស្រីលុកមិនគួរនិយាយរឿងនោះទេពួកគេមិនល្អទេកាលពីយប់មិញមានរឿងអីប្រាប់មកលោកហាតអញ្ចឹងនាងមើលទៅដូចនេះសូមអង្គុយខ្ញុំចង់អញ្ជើញអ្នកទៅញ៉ាំបាយយូរហើយតែខ្ញុំមិនអាចរៀបចំវ៉ាបានទេញ៉ាំបាយជាមួយខ្ញុំព្រោះតែខ្ញុំបានជួយគាត់រកកូនស្រីអត់អីទេអញ្ចឹងពួកគេជាគូស្នេហ៍ហើយនោះហើយជាមូលហេតុដែលសេនស្រាប់តែលេចមុខនៅឯកម្មវិធីសិល្បៈពួកគេមើលទៅសមគ្នាណាស់
អញ្ចឹងខ្ញុំនឹងរៀបចំពិធីជួបជុំ3ថ្ងៃទៀតគិតយ៉ាងម៉េច គាត់អញ្ជើញខ្ញុំទៅពិធីជួបជុំហើយសួរយោបល់ខ្ញុំមិននឹកស្មានទេលោកសម្រេចចុះខ្ញុំអត់មានបញ្ហាទេ ខ្ញុំនឹងចាត់ឡានទៅយកអ្នកថ្ងៃនោះខ្ញុំមានការងារត្រូវធ្វើដូច្នេះខ្ញុំនឹងទៅខ្ញុំនឹងឲ្យរ៉នបើកឡានជូនអ្នក លោកមិនបាច់ទេខ្ញុំមានគម្រោងជាមួយមិត្តខ្ញុំនឹងជិះឡានទៅផ្ទះក្រោយ អូខេថៃខ្លួនផងអូយកកាតនេះគ្មានដែនកំណត់ វ៉យមានតែហាត់ទេតែសប្បុរសបែបនេះអរគុណលោកហាត់ហ្វេឡកឯងអាយុ28ហើយឯងនៅតែជឿលើស្នេហ៍បោះបង់ចោលវាមិនមែនសម្រាប់ឯងទេ លោកស្រីឡកខ្ញុំកំពុងរកលោកស្រីលោកហាត់កំពុងរៀបចំពិធីជួបជុំនៅខែក្រោយនេះជាការអញ្ជើញ អបអសាទរខ្ញុំនឹងត្រឡប់ទៅធ្វើការវិញ ហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានគេមើលខ្ញុំពេលណាអ្នកទាំងពីរស្និទ្ធស្នាលគ្នាដូចនេះទេពួកយើងមិនស្និទ្ធស្នាលគ្នាតតែសោះអ្នកបានឃើញម្ដាយអាណាហើយឬចា៎ចំណាយពេលច្រើនជាមួយអាណាវានឹងជួយឲ្យនាងជាសះស្បើយខ្ញុំដឹងអាណាអ្នកពូកែណាស់ដល់ពេលហើយដែលគាត់ដឹងខ្លួនអាណាខ្វះមួយដុំចង់បញ្ចប់វាជាមួយគ្នាទេបើអ្នកមិនចង់មិនអីទេហេឡូយល់ហើយអាណាខ្ញុំត្រូវចេញទៅបន្តិចខ្ញុំនឹងលេងជាមួយអ្នកពេលត្រឡប់មកវិញអូខេប៉ា អាណាតើឯងនិយាយអី ប៉ា អាណាទីបំផុតឯងនិយាយវាហើយ ប៉ាតើប៉ានឹងការពារម៉ាក់និងខ្ញុំជានិច្ចទេ ខ្ញុំសន្យាខ្ញុំនឹងការពារអ្នកទាំងពីរបើអ្នកណាម្នាក់ហ៊ានធ្វើអីខ្ញុំនឹងហៅប៉ូលីសហើយឲ្យគេចាប់ដាក់គុក ខ្ញុំទុកចិត្តប៉ាមកជាមួយខ្ញុំប៉ាតើប៉ានឹងដោះស្រាយល្បែងផ្គុំរូបនេះឲ្យខ្ញុំបានទេប៉ាខ្ញុំចង់ឲ្យប៉ាយករបស់នេះម៉ាក់ថ្ងៃនេះម៉ាក់ស្អាតណាស់មើលទៅដូចព្រះនាងអីចឹងពេលណាកូនរៀនចេះនិយាយផ្អែមល្ហែមបែបនេះម៉ាក់មើលនំខេកយកទៅអួយព្រះអើយនោះជាត្បូងថ្នាក់ខ្ពស់និងខ្សែត្បូងទឹមនោះត្រូវតែមានតម្លៃឈ្មណាស់ មែនទេខ្ញុំយករបស់ទាំងនេះមកឲ្យអូនសាកមើល វ៉ូខ្សែនេះស្អាតណាស់លោកហាត់របស់ទាំងនេះថ្លៃពេកហើយខ្ញុំមិនអាចទទួលយកបានទេ ហ្វេអូនបាត់បង់ឪពុកម្ដាយតាំងពីតូចហើយអូនក៏គ្មានគ្រួសារច្រើនទេមានមនុស្សច្រើនណាស់នៅក្នុងគ្រួសារហាត់តែងតែមានអ្នកនិយាយដាំគេខ្ញុំចង់ឲ្យអូនមានរបស់ដែលមានទម្ងន់អញ្ចឹងនៅកន្លែងណាក៏ដោយគ្មានអ្នកណាហ៊ានប្រឆាំងអូនទេឬមើលងាយអូនយកទេ អរគុណលោកហាត់ អូននៅតែគួរសមជាមួយខ្ញុំដូច្នេះ ហេងបែកជើងកែងនឹងរោគដែលចេញមានកំណត់របស់ខ្ញុំអាណា
ស្បែកជើងកែងនិងរូបរាងលីមីធីរបស់ខ្ញុំតើអ្នកមានបញ្ហាអីមើលផ្លូវដែលអ្នកដើរផងតើនេះជារបៀបដែលគ្រួសារហាត់ចិញ្ចឹមកូនរបស់គេទេនាងបុកខ្ញុំហើយមិនអាចសុំទោសផងកុហកអ្នកដាក់ជើងចេញមកហើយចាប់ជើងខ្ញុំដោយចេតនាអ្នកអើទេនាងថាអ្នកចាប់ជើងនាងអាណាមិនដែលកុហកទេអ្នកទាំងអស់គ្នាត្រូវស្ដាប់រឿងនេះខ្ញុំឈរនៅទីនេះមិនជាប់ពាក់ព័ន្ធនឹងអ្នកណាទេហើយនាងចោទប្រកាន់ខ្ញុំថាចាប់ជើងនាងនេះវាមិនសមហេតុផលទេកូនស្រីតូចកុំប្រឌិតរឿងព្រោះតែអ្នកភ័យអ្នកកំពុងកុហកនឹងបន្ទោសអ្នកអតីតនៅអាយុរបស់អ្នកនេះមិនមែនជារបៀបតែអ្នកគួរធ្វើពេលអ្នកខុសអ្នកត្រូវតែទទួលស្គាល់ហើយសុំទោសបើមិនដូច្នេះទេអ្នកនឹងត្រូវគេចាក់សោក្នុងទីងឹតអាណាមិនអីទេខ្ញុំនៅជាមួយអ្នកទោះបីនាងធ្វើខុសក៏ដោយវាជាការងាររបស់យើងដែលត្រូវដោះស្រាយមិនមែនជារបស់អ្នកទេអ្នកគ្មានសិទ្ធិប្រដៅនាងទេបន្ទាប់ពីអ្នកចាប់ជើងនាងហើយធ្វើជាអ្នករងគ្រោះម្យ៉ាងវិញទៀតវាគ្រាន់តែជាសម្លៀកបំពាក់ប៉ុណ្ណោះដូច្នេះបើវាខ្វក់អីក៏អីអាណាជាចៅស្រីតែមួយគត់របស់គ្រួសារហាត់ដែលពួកគេខំប្រឹងគ្រប់យ៉ាងដើម្បីនាំយកមកវិញសម្លៀកបំពាក់មួយមិនមែនជាអីទេទោះបីនាងចាក់ទឹកអ្នកពីក្បាលដល់ចុងជើងក៏អ្នកគួរតែទ្រាំបើអ្នកកំពុងប្រើសម្លៀកបំពាក់នោះជាលេសដើម្បីហៅអាណាជាក្មេងកុហកឆ្លើយអ្នកនឹងមិនចេញពីទីនេះដោយគ្មានរបួសទេសូមទោសអាណាឥឡូវនេះឬខ្ញុំនឹងបង្ហាញគ្រប់គ្នាថាខ្ញុំអាចឆ្លើយប៉ុណ្ណាអ្នកទៅរកចៅស្រីតែមួយគត់របស់គ្រួសារហាត់អ្នកចង់ស្លាប់ហើយបាទពិតប្រាកដណាស់ខ្ញុំសុំទោសលោកស្រីលោកហេងកំពុងហើយណាយល់ហើយជួយអាណាផ្លាស់សម្លៀកបំពាក់ស្អាតផងតើអ្នកកំពុងរងចាំអ្វីបែកធីក្រោកឡើងបែកធីអាណាប្រញាប់រកលោកស្រីហាត់គេចាប់នាងទៅហើយអាណាឯងនៅណាម៉ាក់ជួយខ្ញុំផងខ្ញុំខ្លាចណាស់ឃើញសញ្ញានាងទេយើងពិនិត្យគ្រប់ជាន់ហើយគ្មានអ្វីហើយមនុស្សបន្ថែមបន្តស្វែងរកធ្វើភ្លាមអាណាបាត់ហើយមកទីនេះឥឡូវអីរនជន់កាអាណានៅណាប៉ាមកយកខ្ញុំផងនៅទីនេះងឹតណាស់ខ្ញុំនៅម្នាក់ឯងប៉ាខ្ញុំឈឺអាណាមិនអីទេអូនជាកូនស្រីក្លាហានរបស់ប៉ាខ្ញុំចង់ឲ្យអូនស្ដាប់ដោយយកចិត្តទុកដាក់ហើយដើរតាមសំឡេងខ្ញុំឥឡូវដកដង្ហើមវែងជាមួយខ្ញុំចូលចេញបិទភ្នែកអូនហើយគិតពីរឿងដែលធ្វើឲ្យអូនសប្បាយអាណាប៉ាឥឡូវខ្ញុំធូរហើយអាណាមើលជុំវិញតើកូនឃើញអ្វីខ្លះប៉ាខ្ញុំឃើញបង្អួចមួយនៅត្រើយម្ខាងបន្ទប់ប្រអប់គោជង់នៅក្បែរទល់នឹងកៅអីសុទ្ធតែមានធូលីតើកូនឃើញអ្វីនៅខាងក្រៅបង្អួចទេប៉ាខ្ញុំអាចមើលឃើញអក្សរពីរបីអាណានៅកន្លែងដដែលពុកមកយកកូនឥឡូវនេះអូឡូអាណាប៉ាប៉ាពិនិត្យឲ្យគ្រប់បន្ទប់ស្តុបនៅជាន់ទី18ដល់ទី22មើលថាអាណានៅទីនោះនាងប្រហែលជាមានបញ្ហា
ម៉ាក់អាណាអាណាម៉ាក់មិនអីទេខ្ញុំកាន់កូនហើយឥឡូវមិនអីទេ អរគុណព្រះនាងមានសុវត្ថិភាពនោះហើយជាអ្វីដែលសំខាន់រកឲ្យឃើញថាអ្នកណាធ្វើរឿងនេះឥឡូវនេះធ្វើហើយ អាណាទៅបន្ទប់ជាមួយតាវិញយល់ទេខ្ញុំមានការត្រូវដោះស្រាយ Daisy Jones ហ្វេឡុកឯងឈួតហើយលេងខ្ញុំឯងធ្វើអីហ្នឹង Daisy Jones ខ្ញុំបានព្រមានឯងកុំប៉ះអាណាកូនស្រីឯងមិនពាក់ព័ន្ធនឹងខ្ញុំទេនៅតែធ្វើពុតអញ្ចឹងខ្ញុំនឹងបង្ហាញគ្រប់គ្នាថាខ្ញុំអាចឆ្លើយបានប៉ុណ្ណាលេងចុះនាងគ្រាន់តែជាក្មេងដែលខ្លាចចង្រិតហើយឯងនៅតែទៅរកនាងឯងសប្បាយចិត្តទេពេលនាងនៅក្នុងទីនោះយំរកខ្ញុំអ្នកណាជួយទាញមនុស្សឈួតនេះចេញពីខ្ញុំនឹងឲ្យ$1 លានខ្ញុំនឹងធ្វើឲ្យឯងចង់ស្លាប់ ហ្វេឈប់ទៅឯងមិនអីទេ មើលមុខខ្ញុំនាងវាយខ្ញុំខែវាយនាងវិញឲ្យខ្ញុំផង ហ្វេធ្វើជាហាត់ខ្ញុំមិនខ្លាចទេខ្ញុំនឹងវាយនាងដដែល ធ្វើមកយើងមើលថាតើដៃអ្នកនឹងប៉ះខ្ញុំឬបាក់ពេលព្យាយាមតើអ្នកអាចគ្មានប្រយោជន៍ជាងនេះទៀតទេ ឈប់និយាយទៅហ្វេអ្នកមិនអាចវាយអ្នកណាម្នាក់ដោយគ្មានមូលហេតុទេអ្នកជំពាក់យើងការពន្យល់ ការពន្យល់នេះហើយ អ្នកមើលឲ្យច្បាស់ទៅអ្នកទាំងអស់គ្នានេះហើយជារបៀបដែលគ្រួសារហាត់ធ្វើការងារចោទប្រកាន់គ្នាឥតឈប់ឈរហើយវាយអ្នកដទៃអ្នកគិតថាអ្នកនៅពីលើច្បាប់ឬ ខ្ញុំអាចជាផ្នែកមួយនៃគ្រួសារហាត់ប៉ុន្តែខ្ញុំជាម្ដាយរបស់អាណាជាមុនសិនបើឯងប៉ះនាងម្ដងទៀតខ្ញុំនឹងមករកឯង ឯងឈួតហើយឯងមានភស្តុតាងទេថាយើងធ្វើអ្វីឈប់រករឿងទៅភស្តុតាងនៅលើកដៃឯងនឹងហើយអូជឿណាស់ស្នាមនោះមកពីពេលដែលឯងចាប់អាណាមែនទេហើយឯងក៏បានជួលពួកអាក្រក់ទាំងនោះដែរមែនទេទេមិនមែនខ្ញុំទេកាត់ដៃគាត់ចោលរួចអូសគាត់ទៅប៉ូលីស ទេសូមមេត្តាកុំបញ្ជូនខ្ញុំទៅឲ្យខ្ញុំទៅ ទេខ្ញុំមិនអាចទៅគុកបានទេលោកហាត់សូមមេត្តាទុកជីវិតខ្ញុំផងគឺនាងទេមេឆ្កេញនោះបានញុះញង់ខ្ញុំមិនមែនខ្ញុំទេ គេវីនឯងជាជនក្បត់ដ៏អាក្រក់ ហ្វេសូមមេត្តាខ្ញុំអង្វរអ្នកយើងធ្លាប់ជាប្តីប្រពន្ធសូមអាណិតខ្ញុំផង កុំប៉ះខ្ញុំ ហ្វេខ្ញុំនឹងធ្វើឲ្យអ្នកសង្វិញ ហ្វេឡុកនេះជាកំហុសរបស់អ្នកទាំងអស់អ្នកនឹងស្ដាយក្រោយឲ្យខ្ញុំទៅតើអ្នកដឹងអំពីស្នាមនៅក្ដៅរបស់គេវីន ព្រោះថា ប៉ាកូនអ្នកណាម៉ាក់គាត់ជាប៉ាខ្ញុំកូនហៅគាត់ថាប៉ាមែនក ូនហៅនាងថាម៉ាក់មែនអ្នកទាំងពីរមិនទាន់ញ៉ាំបាយជាមួយគ្នាទេមានរឿងអីអញ្ចឹងនេះគ្រាន់តែជាការលេងសើចនៃវាសនា អញ្ចឹងគឺអ្នកនឹងហើយនៅយប់នោះកាលពី6ឆ្នាំមុនអ្នកដែលមិនព្រមឲ្យខ្ញុំទៅតែក៏មិនស្រឡាញ់ខ្ញុំដែរ គឺខ្ញុំហើយហ្វេខ្ញុំស្រឡាញ់អ្នកអស់6ឆ្នាំហើយតែងតែជាអ្នកហើយនឹងនៅតែជាអ្នកជានិច្ច